តើទឹកប្រាក់ចំនួន 10000 រៀលខ្ញុំអាចទិញអ្វីបានខ្លះនៅក្នុងខេត្តក្រចេះសូមជម្រាបសួរពុកម៉ែបងប្អូនជាទីមេត្រីពេលនេះដែរខ្ញុំកំពុងតែស្ថិតនៅក្នុងទីរួមខេត្តក្រចេះពុកម៉ែបងប្អូនដែលធ្វើដំណើរមកកាន់ទីរួមខេត្តក្រចេះបងប្អូនមិនភ្លេចនោះទេអំពីក្រូចថ្លុងកោះត្រង់ណែមថ្មក្រែនិងកន្លាងថ្មក្រែតោះកុំឲ្យខាត់ពេលយូរទៅជាមួយខ្ញុំទាំងអស់គ្នាចាប់ដើមដំបូងហ្នឹងខ្ញុំបានធ្វើដំណើរទៅកាន់ថ្មក្រែមុនក្នុងចម្ងាយប្រហែលជា10 គីឡូម៉ែត្រហើយខ្ញុំក៏បានមកដល់កន្លែងលក់ក្រឡានិងណែមដែលល្បីនៅក្នុងស្រុកចិត្តបុរីខេត្តក្រចេះគឺឃុំថ្មក្រែនេះឯងខ្ញុំមិនបង្អង់យូរទេខ្ញុំក៏ជប់ម៉ូតូចុះទៅទិញកន្លានអស់កន្លានញ៉ាំទៅវាអាប៉ុណ្ណាខ្លះលក់មិនណាកន្លង5 អានេះថឹកអានេះពូមួយមើលណែ1000រៀលឥឡូវអត់ឃើញបានទេបានដើម1000រៀលបន្ទាប់ពីទិញកន្លានរួចខ្ញុំក៏បន្តដំណើរទៅទិញណែមរីងវា500ហ្នឹងបងបាទហើយខ្ញុំចាំបាន2នៅសល់8000ទៀតឥឡូវយើងបានណែមហើយនឹងកន្លានហើយទិញរួចខ្ញុំក៏បន្តដំណើរឆ្ពោះទៅកាន់ទីរួមខេត្តវិញដើម្បីរកទិញក្រូចថ្លុងតាមផ្លូវតែជាអកុសលខ្ញុំរកគេលក់ក្រូចថ្លុងអត់ឃើញទេបែរជាឃើញអ៊ីគាត់កំពុងតែលក់អន្សមអាំងហើយខ្ញុំក៏បានចូលទិញអន្សមអាំងចំនួន1សមអាំងមួយប៉ុន្មានចាយ500ចាយបានសមួយអរគុណច្រើនចាយអរគុណច្រើនអូខេបងប្អូនឥឡូវខ្ញុំចាយអស់2500ហើយឥឡូវខ្ញុំនៅសល់7500ទៀតបងប្អូនឃើញខ្ញុំប្រើប្រាស់ប្រាក់រៀលខ្មែរយើងហ្នឹងបងប្អូនមានដឹងអត់ថាការប្រើប្រាស់ប្រាក់រៀលគឺពិតជាមានសារៈសំខាន់មែនទែនពីព្រោះប្រាក់រៀលបានជួយលើកស្ទួយអត្តសញ្ញាណជាតិប្រាក់រៀលកសាងទំនុកទុកចិត្តជំរុញសាមគ្គីភាពនិងបណ្ដុះការបង្រួបបង្រួមនិងស្មារតីជាតិនិយមនៅក្នុងប្រទេសចំណែកក្នុងន័យសេដ្ឋកិច្ចវិញការចរាចរប្រាក់រៀលកាន់តែច្រើននិងជំរុញប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុធនាគារជាតិនៃកម្ពុជានឹងមានលទ្ធភាពកាន់តែច្រើនក្នុងការគ្រប់គ្រងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយជីវភាពដោយសារការផ្គត់ផ្គង់រូបិយវត្ថុមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងផលិតកម្មនិងអត្រាអ្នកមានការងារបានអន្សមអាំងរួចហើយខ្ញុំក៏បន្តដំណើរទៅមុខទៀតក៏ឃើញពោតស្ងោខ្ញុំក៏ឈប់ទិញពោតស្ងោមួយទៅពោតមួយ500ខ្ញុំយកមួយយកមួយ500វិញអរគុណច្រើនចា៎ធ្វើដំណើរទៅមុខតិចទៀតឃើញលឹកខ្ញុំក៏ទិញទៀតអាហ្នឹងម៉ាលុយចា៎មិនយូរប៉ុន្មានខ្ញុំក៏បានមកដល់ទីរួមខេត្តខ្ញុំក៏ចូលទិញដូងមួយផ្លែនិងទឹកសុទ្ធចំនួន1ដបហើយអស់លុយល្មមតែម្ដងជួអកូនមួយដែរបងទៅបងអីមានទឹកសុទ្ធដបទួយអត់បងអរគុណច្រើនបងខ្ញុំរកកន្លែងសំគួរដើម្បីទទួលទានចំណីដែលខ្ញុំបានប្រើលុយចំនួន10000រៀលនេះអូខេ10000រៀលរបស់ខ្ញុំទិញបានទឹកសុទ្ធ1ដបដូង1ផ្លែហើយពោត1ផ្លែអាឡឹក1ផ្លែណែមត្រី2គ្រាប់ហើយកន្លានមួយហើយនឹងសមអាំងមួយដែរជាចុងក្រោយក៏សូមអរគុណសម្រាប់ការទស្សនាញ៉ាំសិន